ចំពោះរូបសញ្ញាទុងជាតិដែលបងឃើញ QQ ដែលខ្ញុំម៉ាកហ្នឹងសុទ្ធតែជាទីតាំងស្ពានសំខាន់របស់ប្រទេសថៃណាដែលឆ្លងកាត់ពីខេត្តត្រាតមកកាន់ព្រំដែនពោធិ៍សាត់ព្រំដែនខាងកោះកុងទីតាំងហ្នឹងគឺជាផ្លូវមួយដែលខាងទាហានថៃដឹកជញ្ជូនសព្វាវុធដូចជាប្រភេទរថក្រោះប្រភេទដូចជាទាហានមកកាន់ព្រំដែនណាដើម្បីធ្វើការឈ្លានពានទឹកដីខ្មែរហើយនេះខ្ញុំ view បែរថាយើង view ពីលើភ្នំទៅភ្នំនៅតាមព្រំដែនជាប់ខេត្តត្រាតជាប់ខាងកោះកុងហ្នឹងភ្នំយើងមើលទៅដូចជាបាតផ្ទះដែរបើយើងមើលពីលើភ្នំហ្នឹងមកខាងយើងហើយនឹងមើលពីលើភ្នំហ្នឹងទៅខាងថៃវារៀងជម្រាលអញ្ចឹងទីតាំងហ្នឹងសិតតែជាទីតាំងសំខាន់នៃផ្លូវទឹកដែលកាត់ចេញពីសមុទ្រនេះទៅនេះពីខាងសមុទ្រនេះហើយស្ពានហ្នឹងធំប្រវែងគ្រាន់តែតឹងវាខ្លះចូល20ម៉ែត្រ30ម៉ែត្របើបណ្ដោយស្ពានហ្នឹងគឺខ្ទង់70ម៉ែត្រជាងមានស្ពានខ្លះ75 76ម៉ែត្រហើយស្ពានខ្លះរៀងខ្លីជាងហ្នឹងប៉ុន្តែសិតតែជាស្ពានដែលសំខាន់នៃក្នុងការដឹកជញ្ជូនឬក៏ជាមធ្យោបាយក្នុងការដឹកជញ្ជូនសព្វាវុធឬក៏ប្រភេទរថក្រោះអីធំណាមកកាន់ព្រំដែនតោះយើងអាចទៅមើលទាំងអស់គ្នាហើយបងខ្ញុំគិតថាកន្លែងហ្នឹងប្រកាសជាយើងអាចដាក់បាន BM21 ឬក៏ប្រភេទកំភ្លើងធំណាខ្ញុំឃើញខមមិនរបស់បងប្រុសម្នាក់ដែលគាត់ខមមិននៅក្នុងវីដេអូមួយទៀតដែលខ្ញុំនិយាយណាគាត់ថាកុំបង្កាត់ភ្លើងអីវាចាំតែចាប់កំហុសយើងទេបាទបងត្រឹមត្រូវអីខមមិនរបស់បងគឺអត់ខុសទេហើយបងស្រឡាញ់ប្រទេសជាតិខ្ញុំស្រឡាញ់ដូចគ្នាខ្ញុំអត់ចង់ឲ្យមានសង្គ្រាមទេបងសង្គ្រាមម្ដងប្រជាជនយើងពិបាកមែនទែនរត់ជំលៀសចេញពីផ្ទះហើយនិយាយពីការខូចខាតវិញគឺច្រើនមែនទែនខូចខាតផ្ទះសម្បែងខូចខាតទ្រព្យសម្បត្តិហើយជាពិសេសហ្នឹងគឺអាយុជីវិតរបស់ប្រជាពលរដ្ឋហើយនឹងអាយុជីវិតរបស់ទាហានបងទាហានជួមុខគាត់ច្បាំងគាត់និយាយទៅវាពិបាកយើងពិបាកនិយាយមែនទែនណាយើងអត់ចង់ឲ្យកើតឡើងទេចំពោះសង្គ្រាមមួយប៉ុន្តែមុននឹងសម្រេចបានបទចរចាឈប់បាញ់ខ្ញុំមិនដឹងថាថ្ងៃណាទេបើវានៅតែកក្លឿនវានៅតែបំពេញឈ្លានពានយើងវាអត់ខ្លាចវាអត់ខ្លាចញញើតជាមួយនឹងច្បាប់អន្តរជាតិផងប្រាសាទព្រះវិហារចូលជាអង្គការ UNESCO អីវានៅតែបាញ់វានៅតែកំទេចចោលទៀតអញ្ចឹងណាបងហើយកន្លែងទីតាំងហ្នឹងមើលបើសិនជាយើងមើលប្រហែលថ្ងៃមុនស្ពានរបស់យើងទីតាំងកន្លែងសំខាន់របស់យើងគឺវាកំទេចចោលប្រើ S16 វាកំទេចចោលស្មើខាងពោធិ៍សាត់ដែលស្ពានមេទឹកហ្នឹងវាថាស្ពានហ្នឹងយើងដឹកអាវុធដឹកសព្វាវុធធំទៅអញ្ចឹងវាក៏បំផ្លាញចោលទីតាំងហ្នឹងយើងក៏អាចបំផ្លាញចោលដូចគ្នាបានដែរវាអត់ខុសអីច្បាប់អន្តរជាតិទេព្រោះទីតាំងកន្លែងហ្នឹងគឺជាផ្លូវសម្រាប់ដឹកជញ្ជូនអញ្ចឹងយើងអាចលើកហេតុផលនឹងបានណាពីព្រោះវាក៏វាលើកហេតុផលនឹងដែរវាបាញ់កំទេចស្ពានយើងវាថាស្ពានហ្នឹងជាកន្លែងដែលខ្មែរយើងបញ្ជូនសព្វាវុធឆ្លងកាត់កន្លែងហ្នឹងដើម្បីទៅបាញ់ប្រទេសវាដើម្បីទៅឈ្លានពានវាអញ្ចឹងយើងក៏អាចលើកបានដែរចំពោះកន្លែងចំណុចហ្នឹងណាអានេះមួយចំណុចមួយជាមួយខ្ញុំឲ្យទៅមើលទីតាំងមួយទៀតមានទីតាំង2 3កន្លែងទៀតអានេះស្ពានទី1ណាបងស្ពានទី2នៅកន្លែងនេះបើសិនយើងបាញ់ផ្ដាច់កន្លែងហ្នឹងវានឹងមកតាមផ្លូវនេះម្ដងផ្លូវនេះនេះស្ពានទី2នេះស្ពាននេះរៀងខ្លីហើយវារៀងចាស់ជាងស្ពាននោះឯងស្ពានចំណាស់បែបបារាណណាបានតែទៅឯងបានតែទៅមកវាអត់មានធុងកណ្ដាលទេវាទូជាងអានោះប៉ុន្តែកាត់ព្រែកនឹងដូចគ្នាស្ពានហ្នឹងនេះសម្រាប់ទៅផ្លូវនេះក្នុងការទៅកាន់ព្រំដែនយើងទៅមើលមួយទៀតពីព្រោះព្រែកហ្នឹងគឺតែមួយឯងបើយើងមើលតាមបដោយព្រែកហ្នឹងទៅវាមានស្ពានប្រហែលស្ពាននេះកន្លែងនេះទីតាំងដំបងមិញទី1នេះទី3នេះបងប្អូននេះទី3ខ្ញុំសួរមកទី3ឲ្យមើលស្ពាននេះមានតែទៅមកដែរវារៀងទូជាស្ពាននៅក្នុងភូមិណាប៉ុន្តែបើនិយាយពីរថក្រោះពីឡានធំអីគឺអាចបើកទៅបានដោយសារតែវាមានផ្លូវទៅផ្លូវមកអញ្ចឹងណានេះស្ពានលេខ202យើងទៅមើលស្ពានផ្សេងទៀតមានច្រើនមាន3 4 5 6ស្ពានណោះនេះឃើញហ៎បងកន្លែងហ្នឹងសិតតែជាទីតាំងដែលកាត់ផ្លូវទឹកវាឯងនេះស្ពានមួយទៀតនេះយើងចោះទៅមើលទៅនេះស្ពានវាតែវាមិនថ្មីប៉ុន្តែស្ពានហ្នឹងធំហើយក៏វាមិនមែនទ្រុឌទ្រោមរហូតដល់ថ្នាក់มันអាចបើកបរបានដែរអញ្ចឹងទីតាំងតបទីតាំងទាហានរបស់វាក៏ជាកាត់ផ្លូវហ្នឹងហើយបើយើងបាញ់ខ្ទេចវាមានតែហោះឆ្លងកាត់ព្រែកឆ្លងកាត់អូបន្លាយអញ្ចឹងណាបងហើយបនឲ្យតែចប់សង្គ្រាមឆាប់បនឲ្យតែមានបទឈប់បាញ់ឬក៏អាពួកថៃហ្នឹងវាឈប់ឈ្លានពានខ្ញុំទេឈ្លានពានប្រទេសយើងទេសំទោស
មិនទៅចង់បង្កាត់ភ្លើងសង្គ្រាមឲ្យវាក្តៅក្រហាយកាន់តែខ្លាំងប៉ុន្តែថ្ងៃហ្នឹងគឺវាក្តៅក្រហាយស្រាប់ហើយបងក្តៅក្រហាយស្រាប់ហ្មងចម្ងាយមកព្រំដែនយើងមិនឆ្ងាយណាស់ទេចម្ងាយមកព្រំដែនកន្លែងខ្លះវិញចិត្តមែនតើជាមួយខ្ញុំវាស់អាគិជាងគេនេះណាខ្ញុំវាស់អាគិជាងគេនេះឲ្យពីនេះមកដល់នេះតែ3គីឡូដីទេថ្ងៃនេះ3គីឡូដីអាស្ពានគិជាងគេនេះខ្ញុំវាស់ស្ពានទី2បើខ្ញុំវាស់ស្ពានទី2ចម្ងាយនេះមកពីទីតាំងនេះមកកន្លែងនេះតែ4គីឡូដីទេ4600ម៉ែត្រណាចម្ងាយនេះអញ្ចឹងវាចិត្តទៅនឹងព្រំដែនយើងមែនតើចិត្តពីលើព្រំដែនយើងខ្ញុំមិនដឹងថាយើងអាចបញ្ជូនអាវុធធំដូចជា BM21 ហ្នឹងមកកាន់ព្រំគៀកព្រំដែនហើយដាក់ទៅបានអត់ទេឬក៏យើងអាចបាញ់ពីចម្ងាយទៅសពថ្ងៃហ្នឹងគឺវាបាញ់ចូលមកដីយើងឡើងចង់70គីឡូកន្លែងខ្លះ60គីឡូដូចជាថ្ងៃមុននេះបាញ់មកកាន់ស្រុកស្រីស្នំខាងសៀមរាបណាចម្ងាយ70គីឡូពីព្រំដែនអញ្ចឹងវាផ្លោងឆ្ងាយមែនតើយើងក៏អាចដាក់ទៅវិញបានដែរចម្ងាយតាមហ្នឹងយើងមិនបានទៅបាញ់រហូតដល់ទៅទំនប់ទឹកវាដើម្បីឲ្យស្លាប់ប្រជាជនប្រជាពលរដ្ឋជនស៊ីវិលអីទេយើងបាញ់ទៅលើទីតាំងដែលអាចនាំឲ្យមានទាហានឆ្លងកាត់ណាពីព្រោះកាលណាយើងទប់ស្កាត់ទាហានទប់ស្កាត់អាវុធទប់ស្កាត់កន្លែងធ្វើដំណើររបស់វាបានវាក៏ពិបាកក្នុងការឈ្លានពានពិបាកក្នុងការវាទីមកកាន់ប្រទេសយើងដូចគ្នាអញ្ចឹងណាបងអូខេអញ្ចឹងទីតាំងនេះខ្ញុំគិតថាបងក៏អាចមើលបានដូចគ្នាសម្រាប់ខេត្តត្រាតណាវាមិនឆ្ងាយប្រហែលទេហើយសម្រាប់ខេត្តផ្សេងដូចជានៅខាងចន្ទបុរីដែលមកខាងក្រុងប៉ៃលិនអាហ្នឹងនឹងមើលផ្សេងទៀតពីព្រោះនេះកាត់តែខេត្តត្រាតមួយទេហើយបើខាងសុរិនទ៍ឬក៏ខាងរាជធានីបុរីហ្នឹងមកខាងប៉ោយប៉ែតអញ្ចឹងកន្លែងហ្នឹងក៏មានស្ពានទៀតដែរវាមានស្ពានច្រើនណាស់ដោយសារខេត្តធំដូចជាខាងក្រុងសំរោងខាងអូស្មាច់ឯនេះអូខេអញ្ចឹងទីតាំងមានតែប៉ុណ្្នឹងទេអរគុណច្រើនបងចំពោះការខមមិន